សូមយើងនៅតែបន្តថ្វាយបង្គំព្រះអង្គជាមួយគ្នាហើយសូមយើងបានអធិដ្ឋានសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នាសូមយើងអធិដ្ឋានសម្រាប់ប្រទេសជាតិកម្ពុជារបស់យើងដើម្បីទទួលបានសុខសន្តិភាពដើម្បីទទួលបាននៅសន្តិភាពដ៏ពិតប្រាកដផងដែរហាឡេលូយ៉ាព្រះសូរគាត់សូមអធិដ្ឋានទៅកាន់ព្រះអង្គគាត់សូមថ្វាយប្រទេសជាតិរបស់ទូបង្គំទៅក្នុងកណ្ដាប់ព្រះហស្ថរបស់ព្រះអង្គសូមប្រទានពរដល់ជាតិសាសន៍កម្ពុជាឲ្យទទួលបាននូវព្រះពរយ៉ាងបរិបូរណ៍ហូរហៀសូមឲ្យជាតិសាសន៍របស់ទូបង្គំបានទទួលនូវសេចក្តីសុខសាន្តប្រទេសកម្ពុជាត្រូវការព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធដើម្បីព្រះអង្គទ្រង់បានដឹកនាំឲ្យព្រះអង្គនឹងថែរក្សាការពារគ្រប់គ្រងព្រះម្ចាស់ព្រះយេស៊ូវឲ្យថ្ងៃនេះគាត់សូមអធិដ្ឋានប្រទានពរដល់បងប្អូនលោកគ្រូដែលជាកងទ័ពព្រះម្ចាស់អើយសូមព្រះអង្គបានគង់នៅជាមួយគាត់ហើយថែរក្សាការពារគាត់ផងដែរសូមឲ្យមានសុខសន្តិភាពសម្រាប់ទីនោះផងដែរសូមឲ្យនៅតាមព្រំដែនព្រះម្ចាស់អើយសូមព្រះអង្គគឺជារនាំងការពារគឺជារនាំងនៃការការពារនៅប្រទេសកម្ពុជា